មនុស្សយើងបងប្អូនវ័យជាង30ហើយគឺជាវ័យមួយដែលមានទំនួលខុសត្រូវខ្ពស់វ័យដែលមានទំនួលខុសត្រូវខ្ពស់យើងមានប្រពន្ធមានកូនមានគ្រួសារដែលត្រូវថែទាំថែរក្សាដូច្នេះជាវ័យដែលយើងទទួលខុសត្រូវខ្ពស់ទៅលើសេដ្ឋកិច្ចគ្រួសារយើងគ្មានពេលវេលាណាសម្រាប់លំហែដូចជាដើរស្ទូចត្រីលេងកម្សាន្តដើរសាកថ្មជីវិតអីតែឯងមិនសានអីទេបងប្អូនណាអញ្ចឹងម្នាក់ត្រូវគិតពីកន្លែងនេះផងមកវ័យ30ជាង40អស់ហើយអញ្ចឹងការសាកថ្មជីវិតការដើរស្ទូចត្រីកម្សាន្តយើងអាចកាត់បន្ថយឬផ្អាកសិនទៅបាទតិចច្រឡំម្លាយដើរសាកថ្មជីវិតស្ទូចត្រីស្ទូចអីទៅបងប្អូនបាទជាងវ័យគឺត្រត្រង់សេដ្ឋកិច្ចគ្រួសាររកចំណូលបាទប្រឹងរកចំណូលព្រោះយើងពាក់កណ្ដាលជីវិតទៅហើយពាក់កណ្ដាលជីវិតទៅហើយបងប្អូនណាពាក់កណ្ដាលជីវិតទៅហើយ4 10 20ឆ្នាំ50 60 70ធ្វើអីលែងកើតអញ្ចឹងយើងត្រូវប្រឹងប្រែងរកចំណូលចូលគ្រួសារដើម្បីផ្គត់ផ្គង់គ្រួសារដើម្បីជួយជ្រោមជ្រែងគ្រួសារឲ្យមែនតែនបាទពេលវេលាវាចេះតែខាយទៅហើយយើងកន្លែងដែតដងបដែតបដោយដើរលេងបាល់ទះដើរលេងបាល់ទាត់បាទសម្រាប់បងប្អូនគាត់ធ្វើ MMO គាត់ធ្វើវីដេអូដើម្បីផលិតដើម្បីថតដើម្បីរលុយអាហ្នឹងអីទេបាទតែសម្រាប់បងប្អូនអត់មានអីចេះអីផងអត់មានរកស៊ីអីផងនៅតែផ្ទះប្រពន្ធទៅធ្វើការឲ្យដើរទាត់បាល់ដើរលេងបាល់អត់ប្រយោជន៍បើដើរស្ទូចត្រីយកកំសាន្តធ្វើស្អីណានេះអត់ប្រយោជន៍អាហ្នឹងអត់ទេបងប្អូនហ្នឹងត្រូវគិតសារជាថ្មីឡើងវិញបាទត្រូវគិតសារជាថ្មីឡើងវិញហ្នឹងហើយបាទវីដេអូនេះខ្ញុំគ្រាន់ចែកម្លែកអញ្ចឹងណាបងប្អូនណាអញ្ចឹងយើងកម្លាំងយើងកំពុងពេញហើយបាទ30ជាង70 40ហ្នឹងឬក៏ហ្នឹងហើយចន្លោះហ្នឹងបាទគឺពេញរលុយបងប្អូនណាពេញប្រឹងប្រែងរលុយជ្រោមជ្រែងគ្រួសារជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារឲ្យរីកចម្រើនជឿនលឿនទៅមុខកុំឲ្យដល់ពេល40ជាងហើយទៅមើលគេមើលឯងបាទខ្មាស់គេខ្មាស់ឯងចាប់ផ្ដើមចំណែនអន់ចិត្តនឹងគេអន់ចិត្តនឹងអន់ចិត្តនឹងខ្លួនឯងបាទតូចចិត្តតូចថ្លើមបាទមិនរីកចម្រើនដោយគេមិនមានដោយគេមិនសល់លុយដោយគេមិនសល់ទ្រព្យដោយគេបាទអាហ្នឹងគឺហួសពេលហើយបាទបងប្អូនណាហ្នឹងហើយអញ្ចឹងយើងត្រូវប្រឹងប្រែងពីឥឡូវទៅឲ្យហើយយើងមានកម្លាំងយើងអាចធ្វើអីបានធ្វើហ្នឹងបងប្អូនណាបាទយើងធ្វើហ្នឹងប្រឹងរលុយពីអាហ្នឹងយើងរលុយអីបានពីអាណាប្រឹងរកពីអាហ្នឹងធ្វើអាណាដែលមានប្រយោជន៍បាទកុំឲ្យធ្វើអាណាអត់ប្រយោជន៍បងប្អូនណាហ្នឹងហើយបាទការងារខ្លះយើងធ្វើហត់មែនប៉ុន្តែអត់បានចំណូលអីទេបាទហត់តែខ្លួនអត់ប្រយោជន៍អត់សាបងជាការងារខ្លះយើងមានចំណូលជួយជ្រោមជ្រែងគ្រួសារបាទអញ្ចឹងយើងគិតលៃលោកខ្លួនឯងទៅបាទមុខរបរការងារអាជីពជាច្រើនបាទក្នុងសង្គមយើងសិក្សាស្វែងយល់ទៅចិញ្ចឹមចរិតចិញ្ចឹមកដោបចិញ្ចឹមមន់ស្រែសពបែបយ៉ាងចិញ្ចឹមបកាចិញ្ចឹមបកងចិញ្ចឹមត្រីបាទដាំបន្លែលក់ក៏បានលុយបងប្អូនដាំតកួនដាំតសក់ដាំតឡាចយើងមានដីទលាយក្រោយផ្ទះយើងដាំទៅបងប្អូនណាដាំតកួនដាំស្ពៃដាំតឡាចលក់បាទដឹកម៉ូតូដឹកកង់លក់បាទរលុយជួយគ្រួសារធ្វើម៉េចឲ្យបានចំណូលចូលគ្រួសារ